ca mà ra thấy thì ca mà ra thay bạt ui lòng mà bật tệ bạt ui mà ra thật thay bạt thì ca mà ra thật thay ấy yeah hôm nay nhung tụi nó về quán từ khơi ví hay score vì ở đằng thằng nào này score đại ở đây đây cái chiều vlog trong khối xem mẹ nơi về quán và top trên bị lần tổng ăn hay nâng trong điệp nôm đài nơi video môn á lời ní dương mò tam play đầm bay tới hàng resort bên tay chưa từ vốn dương mò ở đó hàng trong cứ mà đó prom đài mai hay nâng thầy ní cứ nơi khang mai lõi hay là dựng đà từ hàng mốc cứ đầm bay châu từ đó prom đài thầy chứng 8 គីឡូទៀតដល់ទីប្រជុំជនថៃ តែយើងចូលបានទេណោះបើចង់ចូលដល់ឆ្ងាយអញ្ចឹងទៅទៅវាយប៉ាសពតអញ្ចឹងមែនបងសម្រាប់ព្រំដែនហ្នឹងគឺជាព្រំដែនដែលមានឈ្មោះថាល្អែមខ្លាតព្រំដែនទូចមិនមែនជាព្រំដែនអន្តរជាតិទេហើយទៅពួកខ្ញុំទៅនេះក៏មិនមែនថាទៅដើរលេងអីណាឆ្ងាយគ្រាន់តែទៅនៅកន្លែងព្រំដែនហ្នឹងយើងគាត់តែមើលអញ្ចឹងមែនចូលដែរពេលដែលខ្ញុំទៅនោះមិនមានតែពួកខ្ញុំមកគឺមានឡានផ្សេងៗទៅច្រើនណាហើយទៅនៅហ្នឹងគឺមានបងនៅគាត់ចាំតាមការពារនៅព្រំដែនអញ្ចឹងអាលេងខ្ញុំដើរចូលដល់ទឹកដីថៃហើយគេឲ្យយើងចូលលេងនៅកន្លែងផ្លូវគេមិនតិចហ្នឹងមិនមែនថាទៅណាឆ្ងាយទេយើងមិនអាចចូលទៅឆ្ងាយលើហ្នឹងទេហើយនៅកន្លែងផ្លូវកស៊ូហ្នឹងគឺជាផ្លូវរបស់ខាងប្រទេសថៃបាទអូយឆ្លងមកប្រទេសបាទអូយមកដល់ស្រុកថៃបាទឯកាមកដល់ស្រុកថៃមកពុកដងលើបាទមកដល់ផ្លូវស្រុកថៃឯកាហើយសម្រាប់យើងមកហ្នឹងគឺអត់មានអីទេគឺគ្រាន់ថតរូបលេងឲ្យឲ្យតែស្គាល់អញ្ចឹងណាហើយនៅកន្លែងព្រំដែនហ្នឹងគឺមានបងអាជីវករខ្មែរយើងដែលគាត់រស់នៅព្រំដែនហ្នឹងគាត់មានលក់ផលិតផលដែលយកមកពីថៃអញ្ចឹងណាអញ្ចឹងយើងអាចទិញបានខ្លះគាត់មានតូបទូអញ្ចឹងទេដោយសារតែមានភ្ញៀវទេសចរអាសាមកអញ្ចឹងគឺគាត់មានលក់នៅនឹងច្រើនដែរហើយបងក៏គាត់ចុះចូលទិញច្រើនដែរឡូតែការទិញឲ្យខ្ញុំទិញឲ្យបន្ទាប់ពីចេញពីព្រំដែនយើងបកក្រោយមកវិញយើងទៅលេងនៅរមណីយដ្ឋានទឹកធ្លាក់ធម្មតានៅហ្នឹងគឺមានទឹកធ្លាក់ហើយក៏មានធ្វើគេកញ្ចោះលក់អីញ៉ាំដែរហើយដើមនេះខ្ញុំមិនសាឃើញគេលក់នៅម្ដុំហ្នឹងខ្ញុំក៏បានសួរគេថាដើមគេថាដើមកវាញ់គេឲ្យយកមកលមកជូរលក់អីបានអញ្ចឹងណាใส่กาใส่กาเย้តពីញ៉ាំបាយហើយចុកបាយសិកាហើយនាំសិកាមកលេងទឹកបន្តិចដោយសារតែខ្ញុំដឹងថានៅនឹងមានទឹកចឹងខ្ញុំដាក់ពោមកពីផ្ទះដែរហើយទឹកនៅនឹងត្រជាក់ណាឃើញតែថ្ងៃក្តៅចឹងឯងប៉ុន្តែក្នុងទឹកគឺត្រជាក់ចឹងយកមានអារម្មណ៍ក្តៅគេហើយទៅអូសិកាចូលចិត្តទឹកណាស់ឲ្យតែមានទឹកគឺសង្ងំតែពេលនោះអូឡើងខ្លោចដៃកូនដោយសារតែអត់បានលាប sunscreen ឲ្យហើយទៅថ្ងៃរៀងក្តៅថ្ងៃត្រង់អញ្ចឹងរៀងខ្លោចដៃអញ្ចឹងបើសិនជាលេងទឹកអី complete sunscreen ឲ្យផងពេលនោះអត់បានដាក់ឲ្យដៃវែងឲ្យកូនពាក់តើបើយើងលេងទឹកហើយយើងទៅផ្លាក់អាវផ្លាក់អីហើយយើងក៏រៀបចំចេញមកភ្នំពេញវិញតែម្ដងហើយមកដល់តាមផ្លូវយើងក៏បានចុះទិញនៅត្រេនអញ្ចឹងណាអានេះមានដូចជាត្រេនឬក៏ផ្លែឈើនៅតាមតំបន់របស់គាត់ហ្នឹងនៅស្រុកវាវែងហ្នឹងក៏បានចុះទិញនៅក្នុងដែរដោយសារបងពីគាត់ចង់ទិញហើយទៅសម្រាប់ការនោះត្រេនហ្នឹងគឺជាត្រេនខ្មែរតែគាត់ថាមើលទៅសពរៀងទៅខះដែរអានេះតាមផ្លូវមានការច្រៀងក្រៅអូខេខ្លះទៅសម្រាប់វីដេអូហ្នឹងរៀងយូរវែងប៉ុន្តែនៅពេលដែលខ្ញុំមើលវីដេអូនឹងហើយខ្ញុំមានអារម្មណ៍ថានឹកសប្បាយកាលនោះហើយទៅក៏គិតថាតិចទៀតគឺនឹងចង់ទៅដល់ជីឡានទៅខ្លួនឯងអញ្ចឹងណាហើយទៅក៏ទៅចំខែភាសាអញ្ចឹងដែរព្រោះអីគឺបងធូកាយក៏គាត់និយាយដែរថាទៅចំខែភាសាអញ្ចឹងទៅយើងមានអារម្មណ៍ថា fresh relax ហើយតាមផ្លូវគឺស្អាតរហូតអញ្ចឹងឥឡូវយើងមកដល់ផ្ទះវិញហើយគឺរៀងយប់ដែរហើយទៅលើពុកបាយជាមួយអ្នកខាងឡានតែការបាយកាលនោះអត់តន់ចេះដើរម៉ែនេះហើយទៅគេបាយអ្នកឡានណាហើយទៅខ្ញុំចាំតុកដើម្បីទទួលយើងយកទៅផ្ទះវិញហ្នឹងណាហៅតុកអូខេឥឡូវសម្រាប់វីដេអូនៅវាវៃរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេអរគុណសម្រាប់ការតាមដានទស្សនារបស់អ្នកទាំងអស់គ្នាជួបគ្នាវីដេអូក្រោយបាយ